នៅលើលោកនេះមានកម្ពុជាកីឡាករបាល់ទាត់ជាច្រើនរូបដែលបានសាងកំណត់ត្រាដ៏អស្ចារ្យមិនងាយមានអ្នកបំបែកបានឡើយពិសេសកំណត់ត្រារបស់ Cristiano Ronaldo និង Lionel Messi មានច្រើនហើយក៏មិនងាយមានអ្នកបំបែកបានដែរក៏ប៉ុន្តែសម្រាប់កំណត់ត្រារបស់ Samuel Eto'o វិញក៏មិនធម្មតាដែរអតីតខ្សែប្រយុទ្ធជម្រើសជាតិកាមេរូនម្នាក់នេះធ្លាប់សាងកំណត់ត្រាមួយដែលមិនងាយមានអ្នកបំបែកបានឡើយគឺការឈ្នះពាន3ក្នុងមួយរដូវកាលឬ Treble រហូតដល់ទៅ2រដូវកាលជាប់គ្នាពោលគឺនៅរដូវកាលឆ្នាំ2008និង2009កាលនោះលោកនៅលេងឲ្យក្លឹប FC Barcelona ក្រោមការដឹកនាំរបស់លោក Pep Guardiola ហើយលោកបានឈ្នះជើងឯក3កម្មវិធីក្នុងមួយរដូវកាលជាមួយនឹងក្រុមអ្នកមានបុណ្យរួមទាំងការទាត់បញ្ចូលទី1គ្រាប់បំផោងសំណាញ់ទីក្រុមបិសាចក្រហម Manchester United នៅវគ្គផ្ដាច់ព្រាត់ជួយឲ្យក្រុមអ្នកមានបុណ្យឈ្នះជើងឯក UEFA Champions League នៅឆ្នាំនោះផងដែរខណៈរដូវកាលបន្ទាប់ Eto'o បានផ្ទេរមកលេងឲ្យក្លឹប Inter Milan របស់អ៊ីតាលីដែលកាលនោះដឹកនាំដោយលោក Jose Mourinho Eto'o បានជួយឲ្យក្លឹប Inter Milan ឈ្នះជើងឯក3កម្មវិធីនៅរដូវកាលឆ្នាំ2009និង2010តាមពិតទៅនៅក្នុងពិភពបាល់ទាត់នេះមានកីឡាករខ្ទង់100នាក់ឯណោះដែលធ្លាប់ឈ្នះជើងឯក3កម្មវិធីក្នុងមួយរដូវកាលប៉ុន្តែបើនិយាយតែនៅតំបន់អឺរ៉ុបវិញគឺមានត្រឹមតែ13នាក់ប៉ុណ្ណោះប៉ុន្តែ Samuel Eto'o មានកំណត់ត្រាពិសេសដាច់គេត្រង់ថាលោកអាចឈ្នះ Treble រហូតដល់ទៅ2រដូវកាលជាប់គ្នានៅ2ក្លឹបផ្សេងគ្នាដែលកំណត់ត្រាមួយនេះមិនងាយនឹងមានអ្នកបំបែកបានឡើយ